អ្វីបានជា IT system កាន់តែពិបាកគ្រប់គ្រងនៅពេលដែលក្រុមហ៊ុនកាន់តែធំក្នុងនោះមាន3មូលហេតុសំខាន់ៗមួយការប្រើ system កាន់តែច្រើននៅពេលដែលក្រុមហ៊ុនកាន់តែធំមកពេលនោះការប្រើ software ក៏ដូចជា tool ក៏កាន់តែច្រើនដែរហេតុនេះហើយទើបធ្វើឲ្យការគ្រប់គ្រងនោះគឺកាន់តែស្មុគស្មាញទី2គឺ user ច្រើនអញ្ចឹងនៅពេលដែលបុគ្គលិកកាន់តែច្រើន account គឺកាន់តែច្រើនតាមនឹងដែរដែលជាហេតុតាក់ទងជាមួយនឹងផ្នែក security ក៏ដូចជា asset control គឺកាន់តែពិបាកក្នុងការគ្រប់គ្រងទី3គឺ data កាន់តែធំអញ្ចឹងនៅពេលដែល data កើនឡើងរាល់ថ្ងៃមិនថា backup storage ឬក៏ protection ទេគឺកាន់តែត្រូវការពេលវេលានិងត្រូវការ resource ជាច្រើនជាហើយបើសិនជាគ្មានការគ្រប់គ្រងត្រឹមត្រូវទេ IT system ក៏អាចបង្កើតនូវបញ្ហាធំៗបានផងដែរអញ្ចឹងដើម្បី prevent នូវបញ្ហាទាំងអស់នោះទី1យើងអាចប្រើប្រាស់នូវប្រព័ន្ធ automation ទី2យើងត្រូវតែមាន security policy ឲ្យបានច្បាស់លាស់ហើយទី3នោះគឺត្រូវ update system ឲ្យជាប្រចាំបើសិនជាអ្នកទាំងអស់គ្នាចង់រក topic អីផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment topic នោះនៅខាងក្រោមបានហើយកុំភ្លេចចុច like និង follow ផងដើម្បីទទួលបានចំណេះដឹងជាច្រើនផ្សេងទៀត